Jungkook ខ្លាចជាអ្នកចម្រៀងអាស៊ីដំបូងគេដែលគ្រប់បទនៅលើ Spotify មានអ្នកស្ដាប់លើសពី100លានដង Pocari Sweat ភេសជ្ជៈអ៊ីយ៉ុងបំពេញចិត្តទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន Pocari Sweat Jungkook សមាជិកកូនបើក្រុម BTS បន្តបង្កើតកំណត់ត្រាបើទោះបីជាមិនបានចេញបទចម្រៀងថ្មីចាប់តាំងពីរំសាយពីជួរយោធាតាំងពីខែមិថុនាក្តីថ្មីនេះលោកបានក្លាយទៅជាសិល្បករតូលអាស៊ីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រដែលមានបទចម្រៀងទាំងអស់នៅលើគណនី Spotify ទទួលបានការស្ដាប់លើសពី100លានដងស្ថាប័ន World Music Award ថ្មីនេះបានរាយការណ៍ថាបទចម្រៀងទាំង18បទនៅលើគណនី Spotify របស់ Jungkook បានទទួលការស្ដាប់លើសពី100លាន stream ដែលរួមមានបទចម្រៀងពីអាល់ប៊ុម Golden ដូចជាបទ Seven Standing Next to You 3D Please Don't Change Hate You Closer to You Too Sad to Dance Shot Glass of Tear Somebody Yes or No ក៏ដូចជាបទចម្រៀង Still With You Dreamers My You I Wonder ដែលលោកបានច្រៀងជាមួយ J-Hope បទ Left and Right ដែលបានសហការជាមួយ Charlie Puth និងបទ Too Much ដែលសហការជាមួយ Laroy និង Central C ទន្ទឹមនឹងនេះក៏មានសេចក្តីរាយការណ៍ផងដែរថាក្រៅពី Jungkook មានតែសិល្បករលំដាប់ពិភពលោកដូចជា Billie Eilish និង Harry Styles ប៉ុណ្ណោះដែលមានបទចម្រៀង Original ទាំងអស់របស់ពួកគេនៅលើ Spotify មានការស្ដាប់លើសពី100លានដងខណៈពេលនេះ Jungkook មានតួលេខការចូលស្ដាប់ចម្រៀងសរុប 9.2000 លានដងនៅលើគណនីរបស់ខ្លួនដែលធ្វើឲ្យលោកបានក្លាយទៅជាសិល្បករតូលពីអាស៊ីដែលមានចំនួនស្ដាប់ឬចំនួន stream កើនឡើងលឿនបំផុតក្នុងនោះបទចម្រៀង Toe 7 តែមួយអាចប្រមូលបានការស្ដាប់ចំនួន 2.45 លានដងក្លាយទៅជាកំណត់ត្រាបទចម្រៀងដែលមានការស្ដាប់កើនឡើងលឿនបំផុតដោយសិល្បករអាស៊ីបទចម្រៀង 7 នេះក៏បានបំបែកកំណត់ត្រាពិភពលោក Guinness ចំនួន 4 ផងដែររួមមានកំណត់ត្រាបទចម្រៀងដែលមានការស្ដាប់ច្រើនជាងគេក្នុងមួយសប្តាហ៍ 89.7 លានដងនិងកំណត់ត្រាបទចម្រៀងដែលឈានទៅដល់100លាន stream លឿនបំផុតជាដើមគួរបញ្ជាក់ផងដែរថា Jungkook បានបង្កើតប្រវត្តិសាស្ត្រជាច្រើនតាមរយៈភាពជោគជ័យនៃអាល់ប៊ុមតូលដំបូងរបស់លោក Golden ជាក់ស្ដែងតារាវ័យ27ឆ្នាំរូបនេះធ្លាប់ទទួលបានការស្ដាប់ប្រចាំខែខ្ពស់បំផុត40លាន stream នៅលើ Spotify ដែលជាចំនួនខ្ពស់បំផុតសម្រាប់សិល្បករតូល K-pop កាលពីខែមុនលោកទទួលបានការចូលស្ដាប់ 17.5 លានដងផងដែរដែលបង្ហាញឲ្យឃើញពីការគាំទ្រឥតឈប់ឈរពី fan club របស់លោកនៅជុំវិញពិភពលោក Pocari Sweat ភេសជ្ជៈអ៊ីយ៉ុងបំពេញចិត្តទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន